លោកហុងមីនអ្នកវិភាគនៅវិទ្យាស្ថានកូរ៉េដើម្បីបង្រួបបង្រួមជាតិបានបញ្យល់ប្រាប់ AFP ថាជំរើសពេលវេលាដើម្បីសម្ពោធផ្លូវដែលមានអគារផ្ទះល្វែងសម្រាប់គ្រួសារទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីប្រឆាំងអ៊ុយក្រែនគឺជាល្បិចនយោបាយមួយដែលបានគិតគូរយ៉ាងម៉ត់ចត់ដើម្បីបង្ហាញហេតុផលនៃការបញ្ជូនទាហានទៅជួយច្បាំងរុស្ស៊ីខ្ញុំកណាត់ថ្មសូមនមស្ការនិងចម្រើនពរចំពោះគុណចាស់បងប្អូនទាំងអស់ទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរនិងជាពិសេសគឺគុណចាស់បងប្អូនដែលនិយមចូលចិត្តតាមដានខាងផ្នែកព័ត៌មានមិនថាព័ត៌មានជាតិឬក៏អន្តរជាតិនោះទេគឺឃើញថាគុណចាស់បងប្អូននិយមចូលចិត្តតាមដានច្រើនមែនទែនឥឡូវនេះយើងវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូថ្មីហើយក៏ជាព័ត៌មានថ្មីមួយទៀតដែរគុណចាស់បងប្អូនទាំងអស់ទាំងអស់គ្នាគឺខ្ញុំកណាត់ថ្មមានព័ត៌មានថ្មីទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើងដោយដែលខ្ញុំកណាត់ថ្មដាក់នៅលើ slide ធំៗអញ្ចឹងថាតើមេដឹកនាំកូរ៉េខាងជើងអាចនឹងជានរណានាពេលអនាគតចឹងគឺមានអ្នកវិភាគច្រើនហើយយើងនឹងទៅដឹងការចុះផ្សាយព័ត៌មានទាក់ទងទៅនឹងកូរ៉េខាងជើងបន្តិចទៀតនេះអញ្ចឹងមុននឹងចូលទៅដឹងអំពីអត្ថន័យជាក់ស្ដែងគុណចាស់បងប្អូនដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំកណាត់ថ្មសូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំកណាត់ថ្មម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូក៏ដូចជាព័ត៌មានថ្មីៗជាបន្តទៀតឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលការចុះផ្សាយកសែតជាក់ស្ដែងតែម្ដងចឹងគឺចុះផ្សាយដោយកសែតថ្មីនៅថ្ងៃអង្គារទី17ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 1:59 នាទីរសៀលគុណចាំបងប្អូនគឺថ្មីចឹងគេដាក់ចំណងជើងធំថាកូរ៉េខាងជើងគីមចុងអ៊ុនសម្ពោធលំនៅឋានសម្រាប់គ្រួសារទាហានដែលស្លាប់នៅអ៊ុយក្រែនមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនរួមជាមួយកូនស្រីរបស់គាត់បានចូលរួមបើកសម្ពោធផ្លូវដែលមានអគារផ្ទះល្វែងសម្រាប់គ្រួសារទាហានដែលបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីប្រឆាំងអ៊ុយក្រែននេះបើយោងតាមភ្នាក់ងារព័ត៌មានផ្លូវការរបស់ព្យុងយ៉ាងកូរ៉េខាងជើងនាថ្ងៃច័ន្ទទី16ខែកុម្ភៈយោងតាមទីភ្នាក់ងារស៊ើបការសម្ងាត់របស់កូរ៉េខាងត្បូងនិងបស្ចិមលោកកូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួនជាច្រើនពាន់នាក់ឲ្យទៅជួយច្បាំងជាមួយទាហានរុស្ស៊ីប្រឆាំងអ៊ុយក្រែនសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនដែលបានចាប់ផ្ដើមជិត4ឆ្នាំពលតាំងពីថ្ងៃទី24កុម្ភៈឆ្នាំ2022គេគ្មានតួលេខផ្លូវការនៃចំនួនទាហានកូរ៉េខាងជើងដែលបានចោលជីវិតនៅលើសមរភូមិអ៊ុយក្រែនទេតែបើតាមទីក្រុងសេអ៊ូលមានស្លាប់យ៉ាងតិច 2000 នាក់មុនពេលពួកគេស្លាប់វីរៈជនដែលបានពលីជីវិតទាំងនោះប្រហែលជាបានគិតស្រមៃក្នុងចិត្តអំពីគ្រួសារដ៏ស្រឡាញ់របស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសមួយដែលរីកចម្រើនជានិច្ចនេះជាសន្ទរកថារបស់មនុស្សខ្លាំងកូរ៉េខាងជើងគីមចុងអ៊ុនដែលថ្លែងនៅក្នុងពិធីបើកសម្ពោធផ្លូវថ្មីនៃអគារផ្ទះល្វែងសម្រាប់គ្រួសារទាហានដែលបានស្លាប់ក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីប្រឆាំងអ៊ុយក្រែនអ្វីជាការកត់សម្គាល់និងមិនខុសពីពិធីផ្លូវការកន្លងមកទេលោកគីមចុងអ៊ុនបានចូលរួមក្នុងពិធីមួយនេះជាមួយកូនស្រីរបស់លោកគឺកញ្ញាគីមជូអេរូបភាពឪពុកនិងកូនស្រីត្រូវបានបង្ហាញដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ក្រសួងស៊ើបការសម្ងាត់កូរ៉េខាងត្បូងបានបញ្ជាក់នាសប្តាហ៍កន្លងទៅថាកញ្ញាគីមជូអេដែលជាក្មេងស្រីវ័យជំទង់ម្នាក់នេះត្រូវបានកំណត់កាន់តែច្បាស់ថាជាអ្នកដែលត្រូវស្នងតំណែងពីឪពុកការហ៊ានអះអាងដូចនេះក៏ដោយសារតែវត្តមានចូលរួមរបស់កញ្ញាគីមជូអេជាមួយឪពុកនៅក្នុងព្រឹត្តិការណ៍ជាច្រើននាពេលកន្លងមកកំណត់សម្គាល់មួយទៀតការចូលរួមសម្ពោធលំនៅឋានសម្រាប់គ្រួសារទាហានកូរ៉េខាងជើងដែលបានស្លាប់នៅលើសមរភូមិអ៊ុយក្រែនរបស់លោកគីមចុងអ៊ុននាពេលនេះធ្វើឡើងប៉ុន្មានថ្ងៃមុនរបបក្រុងព្យុងយ៉ាងរៀបចំមហាព្រឹត្តិការណ៍នយោបាយដែលគេហៅថាសមាជគណបកនៅក្នុងខែកុម្ភៈនេះសមាជគណបកដែលជាឱកាសមួយដែលមនុស្សខ្លាំងកូរ៉េខាងជើងនឹងត្រូវលាតត្រដាងនៅនយោបាយការបរទេសនិងនយោបាយផ្ទៃក្នុងពិសេសនឹងអ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំមើលគឺការផ្ដល់ជាយថាហេតុនៅឋានៈផ្លូវការណាមួយនៅក្នុងបកសម្រាប់កូនស្រីរបស់ខ្លួនកញ្ញាគីមជូអេលោកហុងមីនអ្នកវិភាគនៅវិទ្យាស្ថានកូរ៉េដើម្បីបង្រួបបង្រួមជាតិបានបញ្យល់ប្រាប់ AFP ថាជំរើសពេលវេលាដើម្បីសម្ពោធផ្លូវដែលមានអគារផ្ទះល្វែងសម្រាប់គ្រួសារទាហានកូរ៉េខាងជើង
ដែលបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីប្រឆាំងអ៊ុយក្រែនគឺជាល្បិចនយោបាយមួយដែលបានគិតគូរយ៉ាងម៉ត់ចត់ដើម្បីបង្ហាញហេតុផលនៃការបញ្ជូនទាហានទៅជួយច្បាំងរុស្ស៊ីគួររំលឹកជូនថាជាថ្នូរនឹងការបញ្ជូនទាហានឲ្យខ្លួនរុស្ស៊ីបានផ្ដល់ឲ្យក្រុងព្យុងយ៉ាងវិញនៅជំនួយហិរញ្ញវត្ថុបច្ចេកវិទ្យាយោធាធម្មពលនិងស្បៀងអាហារដែលរបបកុម្មុយនីសកូរ៉េខាងជើងត្រូវការបំផុតហ្នឹងអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគុំចាំបងប្អូនអញ្ចឹងគឺសង្ឃឹមថានឹងបានជាប្រយោជន៍និងបានជាដំណឹងនៅក្នុងការចែករំលែកព័ត៌មានផ្សេងៗតាក់ទងទៅនឹងព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់ខ្ញុំកណ្ដាលអាត្មាហើយបើសិនបើគុំចាំបងប្អូនមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាសូមជួយចុច Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតអញ្ចឹងខ្ញុំកណ្ដាលអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ហើយខ្ញុំកណ្ដាលអាត្មាសូមនមស្ការលានិងចម្រើនពរលា